បាទសួស្តីបងប្អូនដែលត្រៀមឡើងថ្នាក់ទី10 11 12នៅក្នុងឆ្នាំថ្មីនេះណាចឹងបើសិនជាបងប្អូនអស់ឃើញវីដេអូលោកគ្រូហើយយើងចំណាយពេលមើលវីដេអូលោកគ្រូប្រហែលពី3នាទីសិនទៅចឹងក្នុងវីដេអូហ្នឹងលោកគ្រូចង់បង្ហាញដល់គ្នាយើងក្នុងការរបៀបរកអង្គធាតុប្រតិករកំណត់ហើយនិងអង្គធាតុប្រតិករដែលលើសចឹងនៅក្នុងវីដេអូហ្នឹងគឺមេរៀនហ្នឹងដែរគឺសំខាន់ដែរជាពិសេសគឺយើងនឹងសិក្សាចាប់ពីថ្នាក់ទី10ទៅគឺយើងនឹងជួបໄວតាក់ទងទៅនឹងអង្គធាតុប្រតិករកំណត់ហើយនិងអង្គធាតុដែលនៅសល់អញ្ចឹងយើងមកមើលនៅក្នុងខ្លឹមសាររបស់យើងទាំងអស់គ្នានៅក្នុងនេះគឺលោកគ្រូឲ្យជាសមីការទូទៅមួយគ្រូតាំង A បូក B ចឹងឲ្យផលជា C បូក D មានមេគុណនៅក្នុងសមីការរបស់វា A ធំនេះមេគុណ A តូច B នេះមេគុណ B តូចហើយ C តូច D តូចគឺមេគុណនៅក្នុងសមីការចឹងនៅក្នុងករណីនេះយើងមកមើលវិធីនៅក្នុងការគណនាទាំងអស់គ្នាទី1គឺយើងត្រូវរកម៉ូលអង្គធាតុប្រតិករ A និង B ជាមុនសិនចឹងនៅក្នុងលំហាត់គេប្រកាសជាឲ្យបំរាប់មកដែលយើងអាចរកម៉ូលរបស់ A ហើយនិងម៉ូលរបស់ B ហើយចឹងម៉ូលដែលយើងរកឃើញហ្នឹងគឺជាម៉ូលដើមចឹងនៅពេលដែលយើងស្គាល់ម៉ូល A និងម៉ូល B ហើយបន្ទាប់មកទៀតជំហានទី2គឺយើងត្រូវធ្វើសមាមាត្រ A និង B ហ្នឹងជាមួយមេគុណរបស់វានៅក្នុងសមីការអញ្ចឹងបានន័យថាយើងយកម៉ូលរបស់ A មកចែកនឹងមេគុណរបស់វាគឺ A តូចហើយយកម៉ូល B ចែកឲ្យមេគុណរបស់វាគឺ B តូចអញ្ចឹងបន្ទាប់ពីយើងចែកនឹងមេគុណរបស់វាហើយយើងប្រៀបធៀបផលចែករបស់យើងអញ្ចឹងនៅក្នុងនេះគឺមាន3លក្ខខណ្ឌអញ្ចឹងករណីទី1បើសិនជាយើងយកម៉ូល A ចែកនឹងមេគុណរបស់វាឃើញស្មើគ្នាជាមួយនឹងម៉ូល B ដែលចែកនឹងមេគុណរបស់វាដែរមិនได้ថាម៉ូល2នឹងស្មើគ្នាអញ្ចឹងយើងទាញបានអង្គធាតុប្រតិករ A ក៏ចូលរួមអស់អង្គធាតុប្រតិករ B ក៏ចូលរួមអស់ដែរអញ្ចឹងមកន័យថាអង្គធាតុ A និង B ហ្នឹងគឺវាជាអ្នកកំណត់ប្រតិកម្មទាំងពីរតើបានអត់អញ្ចឹងបើសិនជាករណីគេសួររកម៉ាស់ C ឬក៏ម៉ាស់ D ត្រូវការទាញម៉ូលពី A និង B អញ្ចឹងយើងអាចទាញពីមួយណាក៏បានពីព្រោះ A និង B គឺចូលអស់ទាំងពីរបាទករណីមួយទៀតបើសិនជាម៉ូល A ចែកនឹងមេគុណរបស់វាឃើញធំជាងម៉ូល B ដែលចែកនឹងមេគុណរបស់ B ហ្នឹងអញ្ចឹងយើងចាំថាមួយណាធំមួយហ្នឹងគឺចូលប្រតិកម្មអត់អស់ទេនៅសល់ហើយមួយណាដែលតូចម៉ូលណាដែលតូចគឺចូលប្រតិកម្មអស់អញ្ចឹងយើងឃើញនៅពេលដែលម៉ូល A ដើមចែកឲ្យមេគុណរបស់វាធំជាងម៉ូល B ដើមចែកឲ្យមេគុណរបស់វាអញ្ចឹងដោយសារតែ A ធំជាងអញ្ចឹងយើងទាញបានអង្គធាតុប្រតិករ A គឺនៅសល់ហើយអង្គធាតុប្រតិករ B គឺចូលប្រតិកម្មអស់អញ្ចឹងបានន័យថា A និង B គឺ B ជាអ្នកកំណត់ប្រតិកម្មអញ្ចឹងករណីនេះគឺយើងត្រូវទាញម៉ូលចេញពី B បើសិនជាគេសួររកម៉ាស់ C ឬក៏ម៉ាស់ D ដែលត្រូវទាញម៉ូលចេញពីអង្គធាតុប្រតិករអញ្ចឹងយើងត្រូវទាញចេញពី B ព្រោះ B ជាអ្នកអស់អូខេយើងករណីចុងក្រោយគឺបើសិនជាម៉ូល A ដើមចែកនឹងមេគុណរបស់វាតូចជាងម៉ូល B ដើមដែលចែកឲ្យមេគុណរបស់វាអញ្ចឹងផ្ទុយពីលើមកវិញបានន័យថាប្រតិករ A គឺចូលប្រតិកម្មអស់អញ្ចឹង A ជាអ្នកកំណត់ប្រតិកម្មដល់ពេល B ដែលធំជាងហ្នឹងគឺនៅសល់អញ្ចឹងចូលរួមប្រតិកម្មអស់ទេគេថាជាអង្គធាតុប្រតិករដែលលើសបាទអញ្ចឹងករណីនេះបើសិនជាយើងទាញម៉ូលគឺយើងត្រូវទាញពី A វិញពីព្រោះ A គឺជាអ្នកកំណត់ប្រតិកម្មអញ្ចឹងខ្លឹមសាររបស់យើងគឺមានប៉ុណ្្នឹងឯងប៉ុន្តែយើងនឹងទៅអនុវត្តលំហាត់របស់យើងបន្តទៀតថាយើងនឹង apply មិនចំពោះលំហាត់របស់យើងបាទសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education